សកម្មភាពបែបនេះយើងត្រូវតែឲ្យគេឃើញឲ្យបានច្រើនវាគឺជារឿងចំណេញសម្រាប់កម្ពុជាបងប្អូនត្រូវចាំសកម្មភាពបែបនេះវាចំណេញសម្រាប់កម្ពុជាបងប្អូនហើយចំណេញមិនបាត់ដីអាណាដីនៅតែដីដដែលទេវាអត់មានកំណត់ថាជារបស់អ្នកណានៅឡើយទេម៉ោងនេះវាអត់មានកំណត់ទេចង់សួរបងប្អូនថាតើបងប្អូនគិតថាចំណេញឬក៏យើងខាតសម្រាប់ខ្ញុំគិតថាខាតហើយសម្រាប់ខ្ញុំខាតមិនព្រោះការឈូសឆាយនេះគឺឈូសឆាយនៅលើដីចកាដូងរបស់ប្រជាពលរដ្ឋអាណិតរឿងបងគាត់ដាំអស់ច្រើនហើយឬគាត់ផ្សាយគាត់ថាចកាដូងហ្នឹងដែលគេឈូសឆាយហ្នឹងគាត់ថាគាត់ដាំអស់ហើយខ្ទង់យក6-7,000 ដុល្លារឥឡូវគេមកឈូសឆាយគេមកឈូសបើមិនជាឈូសអាដីព្រៃហ្មងអាហ្នឹងมันចំណេញហ្មងឈូសអាដីព្រៃអាហ្នឹងឯងឈូសឲ្យវាលអស់អាវាលហើយអាហ្នឹងខ្លាចជារបស់យើងប្រយនិយាយអញ្ចឹងណាតែអានេះឈូសនៅចកាដូងឈូសអស់ដូងមកលេងហើយដូងដាំចំណាយលុយអស់តិចដាំអស់ច្រើនដែរ6-7,000 ដុល្លារដែរកសិករយើងឥឡូវមកឈូសឆាយហើយវាខាតរឿងដាំដូងឯងឥឡូវតែខ្ញុំចង់ឲ្យបងប្អូនគិតបន្តិចដែរតែវាខាតឬក៏ចំណេញអានោះវាមានចំណុចបន្តិចទៀតបាទខ្ជិលប្រហើបអញ្ចឹងឲ្យបងប្អូនគិតពិចារណាទាំងអស់គ្នាតែម្នាក់ខ្ញុំថាខាតហើយដាំដូងអស់ច្រើនណាដាំដូងអស់ប្រហែល6-7,000 ដុល្លារដែរអើយវេទនាណា